បាទផងមិញឃើញប៉ាបានសរសេរអត្ថបទថ្មីមួយទៀតហើយប្រធានបទប្រយ័ត្នចឹងតកតងនឹងចំណុចទាំងអស់ហ្នឹងខ្ញុំចង់ឲ្យប៉ាបកស្រាយបន្ថែមបន្តិចដើម្បីឲ្យថាអ្នកដែលគាត់អានទៅអត់សូវយល់គាត់នឹងអាចយល់បន្ថែមជាងហ្នឹងណាអញ្ចឹងប៉ាដូចចំណុចទី1ដែលនិយាយពីកុំប្រៀបធៀបខ្លួនរបស់អ្នកទៅនឹងអ្នកដទៃឲ្យសោះតែកុំភ្លេចជំរុញសមត្ថភាពខ្លួនរបស់អ្នកឲ្យតាមទាន់គេហើយកុំច្រណែនឈ្នានីសគេឲ្យសោះតកតងនឹងចំណុចហ្នឹងតើប៉ាចង់បញ្យល់ពីអ្វីដែរចំណុចនេះគឺគេចង់និយាយថាធម្មតាមនុស្សមានសមត្ថភាពខុសគ្នាចា៎អញ្ចឹងយើងកុំយកខ្លួនយើងទៅប្រៀបអ្នកដទៃប៉ុន្តែយើងក៏មិនត្រូវភ្លេចខ្លួនទេត្រូវធ្វើម៉េចតាមឲ្យតាន់គេតាមតាន់គេមានឧទាហរណ៍គេចេះនិយាយភាសាអង់គ្លេសដូច្នេះយើងត្រូវរៀនភាសាអង់គ្លេសដើម្បីឲ្យអាចនិយាយដូចគេបានវាគ្រាន់តែមុននិងក្រោយទេចា៎ចំណុចនេះគេចង់និយាយចឹងកុំឲ្យយើងភ្លេចខ្លួនចាជួនកាលយើងគិតថាអូខេខ្ញុំប៉ុណ្ណឹងបានហើយតែយើងត្រូវទៅមុខចាយើងទៅមុខចុះតកតងនឹងចំណុចទី2ដែលនិយាយថាកុំចំណាយកម្លាំងនិងពេលវេលាទៅជជែកយកឈ្នះគេតែអ្នកអាចបង្ហាញនៅគំនិតនិងទស្សនៈរបស់អ្នកបើគេមិនជឿវាគឺជារឿងរបស់គេត្រូវហើយការទៅចែកយកឈ្នះចាញ់នាំមកនៅចំនួនដូច្នេះឧទាហរណ៍យើងថា2ដង4ហើយគេថា5ឈប់និយាយព្រោះទោះយើងបញ្យល់មិនក៏គេមិនជឿយើងដែរដោយសារគេប្រកាន់នៅគេប្រកាន់ទស្សនៈរបស់គេហើយអានេះគ្រាន់ឧទាហរណ៍របស់ប៉ាឯងចាចឹងប៉ាតកតងនឹងចំណុចទី3ដែលនិយាយពីគ្រប់គ្រងប្រាក់ឲ្យបានដោយរស់នៅបែបសាមញ្ញរឿងហ្នឹងកូនធ្លាប់ដឹងហើយតាទី1យើងរៀបចំផែនការចំណាយនិងចំណូលរបស់យើងអញ្ចឹងវាសាមញ្ញហើយណាទី2វិនិយោគរកចំណូលបន្ថែមនិងការសិក្សារបស់កូនអ្នកមានន័យថាការឲ្យកូនទៅសាលារៀនក៏ជាការវិនិយោគមួយដែរថ្ងៃក្រោយកូនមានការងារធ្វើកូនមានប្រាក់ចំណូលនេះគឺជាការវិនិយោគមួយបន្ទាប់មកទៀតគឺរៀបចំថវិកាក្រុមគ្រួសារដើម្បីការបង្ការគ្រាអាសន្នអន់ក្រដូច្នេះយើងបានចំណូលផងយើងត្រូវចេះចាយខ្លះទុកខ្លះនៅពេលដែលយើងអត់បន្តមកទៀតប្រមាលមើលអនាគតដោយប្រកបជាមានន័យថាអត់សម័យទេចង់ថាការប្រមាលមើលអនាគតដែលយើងអាចធ្វើទៅបានដោយកូនពង្រីកសាខាទី1ទៅជាទី2ដូច្នេះយើងធ្វើបានត្រូវមានការប្រមាលមើលមានតែមិនចាប់ត្រឹមហ្នឹងទេតែជាមួយផែនការដ៏ច្បាស់លាស់ចា៎ហ្នឹង